បាទបងនេះគឺជា Vivo X300 Ultra ខ្ញុំដក case ចេញនេះគឺជាពណ៌ខ្មៅដែលយ៉ាងចាស់ទុំនិងមិនងាយសំភ្នែកហើយអ្វីដែលយើងអាចនឹងកត់សម្គាល់មុនគេគឺស៊ុំកាមេរ៉ាខាងក្រោយនេះវាធំពិតជាធំជាងស៊ុំកាមេរ៉ាកន្លងមកដែលខ្ញុំធ្លាប់ឃើញស៊ុំកាមេរ៉ាធំអាចចាប់ចេះបានណាសម្រាប់ស៊ុំកាមេរ៉ាធំខាងក្រោយនេះគឺមិនមែនមានទំហំធំឲ្យតែជាអ៊ីតមុងទេគឺមាន sensor ធំនិង lens ធំដែលសហការជាមួយនឹងក្រុមហ៊ុន Zai ជាយូរណាស់មកហើយយើងឃើញ logo Zai T-Star Coding នេះស្រាប់ទូរស័ព្ទមានជម្រើសពីរពណ៌គឺពណ៌ខ្មៅដែលខ្ញុំកាន់នេះនិងពណ៌បៃតងស្រាលដែលមានពីរតង់ផ្សេងគ្នាហើយពណ៌បៃតងស្រាលនេះវាទាក់ភ្នែកមែនទែនប៉ុន្តែខ្មៅនៅតែចាស់ទុំនិងមិនងាយសំភ្នែកសម្រាប់ខ្ញុំស៊ុំពតជុំវិញមានសភាពទាលបន្តិចស្រួលកាន់ហើយកន្លែងនេះក៏មានផ្ទៃកោងយ៉ាងខ្លាំងដែរពេលកាន់វាមិនចាក់ដៃទេអ្វីដែលខុសពីទូរស័ព្ទផ្សេងគឺ sensor code របស់ Vivo X300 Ultra មាន focal length 35 mm ដែលទូរស័ព្ទផ្សេងជាទូទៅគេប្រើ focal length ស្តង់ដារ23ឬក៏24 mm ប៉ុន្តែ35 mm ផ្ដល់នូវចម្ងាយរូបភាពដូចផ្នែករបស់យើងច្រើនជាងហើយក៏ផ្ដល់ផ្ទៃព្រាលខាងក្រោយបានល្អជាងដែរវាគឺជា sensor 200 megapixel ដែល lens មាន aperture 1.9 និងមាន Zai T-Star Coding នៅលើ lens ហើយនេះគឺជា lens ដែលមានលំនឹងខ្លាំងដែលគេឲ្យឈ្មោះថា Gimbal OIS មួយគ្រាប់ទៀតគឺជា sensor 200 megapixel បំពាក់ lens telephoto 3.7x ស្មើនឹង85 mm មាន aperture 2.7 aperture រាងតូចជាងមុនបន្តិចតែគេកែសម្រួលឲ្យមានលំនឹងល្អជាងមុនទៅលើការថតប្លង់ zoom ឆ្ងាយអញ្ចឹងវាស្រួលថតជាងមុនហើយយើងក៏អាចប្រើសម្រាប់ថត macro ក៏បានដែរនិងមួយគ្រាប់ចុងក្រោយគឺជា sensor 50 megapixel បំពាក់ lens សម្រាប់ថតប្លង់ទូលាយ14 mm និយាយអំពីគុណភាពរូបចេញពីកាមេរ៉ាទូរស័ព្ទនេះពិតជាគួរឲ្យចាប់អារម្មណ៍មែនទែនខ្ញុំមានតែ model ក្មេងៗធ្វើម៉េចយើងអត់មានកាមេរ៉ាមែននៅក្បែរបងប្អូនមើលរូបភាពមួយនេះវាពិតជាច្បាស់ថ្លាល្អមែនទែនវាស្ទើរតែដូចថតចេញពីកាមេរ៉ាធំទៅហើយផ្ទៃព្រាលខាងក្រោយដាច់ស្អាតមើលមួយនេះទៀតវាកាត់ត្រេដាច់ចេញពី background បានដាច់ពិតតែម្ដងហើយពណ៌សាច់លាយមកបានស្មើស្អាតហើយវាថតបានស្អាតដោយមិនចាំបាច់កែឬក៏ចេះវីតាមុនអីទេឲ្យតែចេះចាប់ប្លង់បានល្អទៅរូបចេញមកដឹងតែស្អាតហើយបងប្អូនដែលអាសាថតរូបឲ្យដៃគូឬក៏សង្សារអីប្រើមួយនេះទៅយើងមិនសូវបារម្ភថារូបចេញមកអត់ស្អាតទេរូបភាពភាគច្រើនគឺខ្ញុំថតចេញពី lens telephoto ព្រោះខ្ញុំគិតថាវាថតចេញមកបានស្អាតជាង lens gold សម្រាប់មុខងារ portrait និងប្លង់ឆ្ងាយមួយចំនួនចំពោះសមត្ថភាពថតវីដេអូ Vivo ក៏បង្កើនសមត្ថភាពដូចគ្នាឥឡូវនេះយើងអាចថត full lock បានគុណភាព10 bit ថតចេញមកពណ៌ស្លេកទេហើយយើងអាចយកមក time lapse ដូរពណ៌តាមក្រោយគុណភាពពិតជាល្អមែនទែននិងសម្រាប់អ្នកដែលថតវីដេអូអាជីព file ប្រភេទ10 bit នេះគឺពិតជាឆ្ងាញ់មែនទែនហើយ portrait video ដែលថតមកចេញផ្ទៃព្រាលខាងក្រោយអាចថតបានដល់ទៅ 4K ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺយើងអាចថតវីដេអូកម្រិត 4K 120 frame ដែលថតហើយយើងអាចយកទៅទម្លាក់ល្បឿនឲ្យយឺតបានដល់ទៅ5ដងយឺតជាងវីដេអូជាក់ស្ដែងអញ្ចឹងសកម្មភាពខ្លះមើលទៅពិតជាលយមែនទែននៅក្នុងកាមេរ៉ាក៏មានមុខងារ Pro Mode សម្រាប់ photo ផ្សេងនិងមុខងារសម្រាប់ Pro Mode វីដេអូផ្សេងអានេះ Pro Mode សម្រាប់ photo ណាបាទដែលយើងអាចគ្រប់គ្រង setting បានទាំងអស់ហើយក៏មាន Pro Mode សម្រាប់វីដេអូផ្សេងដែលយើងអាចគ្រប់គ្រងទៅលើ setting អីបានទាំងអស់ទាំង resolution ទាំង frame rate shutter speed បាទ full lock ឬក៏អត់យើងអាច monitor histogram និងសំឡេងបានយើងក៏អាចដាក់ LUT ចូលបាននិយាយទៅវាដូចជាកាមេរ៉ាអាជីពមួយទៅហើយនេះបើយើងថែម accessory ដូចជា gimbal ថែម mic យើងអាចថតវីដេអូ 4K បាន120 frame ថតជា full lock 10 bit ទៀតវាគឺជាកាមេរ៉ាអាជីពហើយអូខេបើនិយាយអំពីកាមេរ៉ាខ្ញុំគិតថា Vivo បានគ្រងតំណែងជាអ្នកថតរូបស្អាតបំផុតប្រចាំឆ្នាំ2-3 ឆ្នាំចុងក្រោយនេះគឺគាត់នឹងហើយ Vivo X300 Ultra មួយនេះក៏នៅតែថតបានស្អាតទាំងរូបភាពនិងវីដេអូដែលទូរស័ព្ទផ្សេងពិបាកក្នុងការប្រជែងកាមេរ៉ាល្អថតបានស្អាតមិនមែនជាចំណុចលេចធ្លោតែមួយគត់ទេបទពិសោធន៍នៃការប្រើជាក់ស្ដែង Software Origin OS ដែលជា version ចិននេះស្រួលប្រើណាស់វារត់បាន smooth គ្រប់កន្លែងនិងមិនដែលចេះគាំងទេហើយបញ្ហាដែលខ្ញុំធ្លាប់ជួបលើទូរស័ព្ទ version ចិនផ្សេងទៀតដូចជាបញ្ហាសារដំណឹងទូរស័ព្ទនេះអត់អីទេយើងអាចបើកវាលោតបានលឿននិយាយទៅវាស្រួលប្រើជាងទូរស័ព្ទចិនផ្សេងទៀតបើជាយោបល់ខ្ញុំសម្រាប់ទូរស័ព្ទនេះគឺយើងទិញ version ចិនចំណេញជាងទីមួយ software វាស្រួលប្រើសារដំណឹងក៏លោតហើយ version ចិនគឺមានតម្លៃធូរជាង version global ច្រើននិយាយពីអេក្រង់មួយនេះវាកប់ទាំងអស់
វារៀបស្មើឡើងកោងទៀតហើយទំហំ 6.82 អ៊ីនគឺជាអេក្រង់ LTPO AMOLED កម្រិតបង្ហាញ 2K ល្បឿន 144Hz វាបង្ហាញទឹកពណ៌បាន 10 bit និង support HDR10 Plus និងពី Dolby Vision កម្រិត PWM dimming ខ្ពស់ដល់ទៅ 2160Hz និយាយទៅតួលេខសុទ្ធតែខ្ពស់កប់ទាំងអស់ហើយយកទៅមើលវីដេអូវាបង្ហាញច្បាស់កប់មិនមានកន្លែងណាទាស់ទេហើយ sensor scan រៀមដៃក្រោមអេក្រង់ក៏ដំណើរការបានលឿនកំពូលលឿនហើយនិយាយពីថាមពលថ្ម X300 Ultra មានថ្មទំហំ 6600 mAh ដែលមិនសូវជាធំទេបើធៀបជាមួយនឹង Xiaomi និង Oppo ថ្មគេសុទ្ធតែ 7000 mAh អស់ហើយប៉ុន្តែកុំបារម្ភអីវាកាន់បានល្អណាស់ប្រើមួយថ្ងៃពេញមិនអស់ទេហើយកម្លាំងសាកក៏អាចសាកបានលឿនដល់ទៅ100វ៉ាត់តាមខ្សែនិងសាកបាន40វ៉ាត់តាម wireless អ្វីដែលភ្ញាក់ផ្អើលគឺខាងក្រោយនេះមានដាច់ឆក់គ្រាន់តែវាមិនឆក់ខ្លាំងទេវាអាចឆក់បាទល្មម Vivo ក៏នឹងផ្ដល់ឲ្យនៅ software update វែងជាងមុនដល់ទៅ5ឆ្នាំនិង7ឆ្នាំសម្រាប់ security update មុខងារពិសេសមួយដែលងាយស្រួលសម្រាប់អ្នកប្រើកុំព្យូទ័រជាពិសេសកុំព្យូទ័រ Mac ដោយដំឡើងកម្មវិធី Vivo Kit នៅលើកុំព្យូទ័រមួយបន្ទាប់មកភ្ជាប់ជាមួយទូរស័ព្ទតាមរយៈ Vivo ID និងប្រើ Wi-Fi ដូចគ្នាដែលអាច copy ឯកសារចេញចូលបានលឿនដូច AirDrop ចឹងដែរចំពោះកម្លាំងម៉ាស៊ីន Vivo X300 Ultra មកជាមួយនៅ chip ខ្លាំងចុងក្រោយ Snapdragon 8 Elite Gen 5 RAM 16GB memory ក្នុងម៉ាស៊ីន 512GB ហើយ chip Qualcomm Snapdragon 8 Elite Gen 5ឈ្មោះវែងវាគឺជា chip កំពូលកប់ហើយដែលលឿនយើងអាចប្រើកម្មវិធីធំៗនិងលេងហ្គេមធំៗណាមួយក៏បានដែរហើយទូរស័ព្ទក៏មានបន្ទះបន្ថយកម្ដៅដូចគ្នាតែពេលខ្ញុំប្រើកាមេរ៉ានៅខាងក្រៅវានៅតែឡើងកម្ដៅគ្រាន់តែឡើងមិនសូវជាខ្លាំងទេអាចប្រើបានប្រព័ន្ធការពារទឹកនិងធូលីមានពេញលេញ IP68 និង IP69 ហើយ speaker stereo មាន2គ្រាប់ធំៗខាងលើមួយនិងខាងក្រោមមួយដែលលើកបានពីរោះនេះគឺជាប្រអប់ដែល Vivo បន្តប្រើតាំងពីយូរយារណាស់មកហើយវាមាន texture ដូចជាស្បែកហើយក្នុងប្រអប់នៅតែមានដុំសាកនិងខ្សែសាកមកជាមួយផងដែរហើយខ្សែសាកចំនួនថ្មីគឺគេប្រើ USB Type C ទៅ Type C អូខេសរុបមក Vivo X300 Ultra គឺជាទូរស័ព្ទកំពូលដែលកប់គ្រប់យ៉ាងទាំងកាមេរ៉ាខ្លាំងថតរូបបានស្អាតជាងគេម៉ាស៊ីនខ្លាំងដំណើរការបានលឿនថ្មធំសាក់ថ្មបានលឿនអេក្រង់បង្ហាញរូបភាពបានច្បាស់ល្អហើយ software version ចិននេះក៏ដំណើរការបានរលូនសារដំណឹងក៏លោទៀតនិយាយទៅសម្រាប់ខ្ញុំគឺអត់មានកន្លែងទាស់ទេបងប្អូនគិតមិនដែរសម្រាប់ Vivo X300 Ultra នេះសូមសរសេរមតិយោបល់ក្នុង comment ខាងក្រោមឲ្យខ្ញុំបានដឹងផងជួបគ្នានៅវីដេអូក្រោយទៀត